ជួយខ្ញុំផងមានអ្នកណានៅទីនោះទេហ៎តូតូយើងទៅមើលថាអ្នកណាកំពុងជួបបញ្ហាតូតូយើងទៅមើលថាអ្នកណាកំពុងជួបបញ្ហាម៉ែជួយខ្ញុំផងខ្ញុំឡើងមិនរួចទេខ្ញុំធ្លាក់ចូលទីនេះតាំងពីព្រឹកហើយកុំភ័យខ្ញុំលឿនណាស់ខ្ញុំនឹងទៅរកជំនួយចាំសិនបើយើងទៅរកជំនួយអាចចំណាយពេលយូរយើងគួរតែគិតវិធីជួយវាឥឡូវនេះអូយើងអាចប្រើវ៉លនេះបានកូនកញ្ជ្រោងចាប់វ៉លីឲ្យជាប់ណា1 2 3ទាញអូយចិត្តទៅហើយកុំប្រញាប់នឹងយើងត្រូវធ្វើជាក្រុម1 2 3បើគ្មានអ្នកខ្ញុំមិនដឹងថានឹងទៅជាយ៉ាងណាទេលើកនេះខ្ញុំបានរៀនថាលឿនម្នាក់ឯងមិនគ្រប់គ្រាន់ទេការចេះជួយគ្នាគឺសំខាន់ជាងណាស់សំឡេងនោះមិនមែនជាសត្វធម្មតាទេតើវាជាអ្វីវាជាសត្វយក្សដែលការពាររតនសម្បត្តិរបស់ព្រៃនេះរតនសម្បត្តិនឹងអ្នកដែលចង់រករតនសម្បត្តិត្រូវឆ្លងកាត់ការសាកល្បង3ការផ្សងព្រេងថ្មីរបស់ពួកវាទើបតែចាប់ផ្ដើមបើអ្នកចង់ដឹងអាកំបាំងនៃរតនសម្បត្តិអ្នកត្រូវឆ្លងកាយអ្នកមេបានចិត្តលោក3តើការសាកល្បងទី1ជាអ្វីចូលដើរតាមផ្លូវពណ៌មាសហើយរកកូនបញ្ឆោតរឿងរកកូនសោខ្ញុំធ្វើបានខ្ញុំរត់លឿនបាញ់ផុសរកុំប្រញាប់ពេកប្រកាសជាផ្លូវខាងឆ្វេងហើយផ្លែឈើមាសបែបនេះប្រហែលជានៅចិត្តរតនសម្បត្តិអូយរអ្នកមិនអីទេខ្ញុំមិនអីទេតែខ្ញុំគិតថាខ្ញុំលឿនពេកម្ដងទៀតហើយមាសយើងរកឃើញហើយរជួយកូនកញ្ជ្រោងសិនអញ្ចឹងការសាកល្បងទី2ជាអ្វីនោះហើយសត្វយក្សដែលការពាររតនសម្បត្តិ